អ្វីដែលយើងបានឃើញបានឮទាំងអស់វាមិនចប់ត្រឹមបិទទូរស័ព្ទទេវានឹងមានប្រតិកម្មដល់ការចងចាំនិងរក្សាទុកហើយនឹងផ្ដល់ផលមកវិញក្នុងជីវិតរស់នៅប្រចាំថ្ងៃសម័យនេះជាសម័យដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូច្នេះបងប្អូនគ្រប់គ្នាគួរមានការយកចិត្តទុកដាក់ចំពោះវិស័យដួងចិត្តឲ្យមែនទែនកាលណាផ្លូវចិត្តចុះទុនខ្សោយហើយជីវិតរស់នៅងាយនឹងប្រតិកម្មណាស់គ្រប់យ៉ាងដែលគេបង្កើតឡើងមកជាមួយនឹងភាពអស្ចារ្យវាក៏នៅតែមានគុណវិបត្តិមកជាមួយគ្នាដែរតួយ៉ាងដូចជាការបង្កើតឡើងនៅបណ្ដាញសង្គមដ៏ទូលំទូលាយដើម្បីភ្ជាប់ការទំនាក់ទំនងគ្នាឲ្យកាន់តែល្អជាងមុនវាពិតជាអស្ចារ្យណាស់ក៏ប៉ុន្តែរឿងរ៉ាវដែលកើតឡើងនៅតាមបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះមិនថារឿងសង្គមជាតិដែលចាំបាច់ឬក៏រឿងក្រុមគ្រួសារផ្ទាល់ខ្លួនទេរឿងខ្លះពិតរឿងខ្លះមិនពិតឃើញកើតមានឡើងជាហូរហែបន្តគ្នាដូចជារឿងភាគចប់មួយភាគចូលមួយភាគអ្នកណាក៏មានសិទ្ធិយករឿងផ្ទាល់ខ្លួនយកមកបកស្រាយជាសាធារណៈដែរខុសពីខ្មែរសម័យមុនឲ្យតម្លៃលើកិត្តិយសនិងសេចក្តីថ្លៃថ្នូររឿងតូចរឿងធំហៅកូនហៅចៅបិទទ្វារនិយាយក្នុងផ្ទះមិនឲ្យអ្នកដទៃដឹងទេមិនមែនខ្មែរសម័យឥឡូវនេះគ្មានសេចក្តីថ្លៃថ្នូរទេប៉ុន្តែរបត់នៃបច្ចេកវិទ្យារបស់សកលលោកមានការវិវត្តទៅមុខនិងមានអន្តរកម្មរវាងគ្នានិងគ្នាជាសកលដោយជៀសមិនផុតដូច្នេះមានតែការទទួលយកដោយការប្រុងប្រយ័ត្នខ្ពស់កុំយកចិត្តទុកដាក់គ្រប់តែរឿងហើយប្រតិកម្មទើសគ្រប់យ៉ាងរឿងណាចាំបាច់សម្រាប់យើងសម្រាប់សង្គមជាតិយើងចាំមើលព្រោះអ្វីដែលយើងបានឃើញបានឮទាំងអស់វាមិនចប់ត្រឹមបិទទូរស័ព្ទទេវានឹងមានប្រតិកម្មដល់ការចងចាំនិងរក្សាទុកហើយនឹងផ្ដល់ផលមកវិញក្នុងជីវិតរស់នៅប្រចាំថ្ងៃคล้ายទៅជាអត្តចរិតបើប្រតិកម្មនោះច្រើនដោយរឿងអវិជ្ជមានមិនយូរស្ថានភាពចិត្តរបស់យើងក៏ប្រែคล้ายទៅជាមនុស្សកាចសាហាវឆេវឆាវសម្បូរភាពក្តៅក្រហាយស្រាប់តែคล้ายទៅជាមនុស្សដែលគេប៉ះមិនបានមួយថ្ងៃធ្ងន់ជាងមួយថ្ងៃរហូតដល់កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនដូច្នេះត្រូវតែចេះជ្រើសរើសអ្វីដែលគួរនិងអ្វីដែលមិនគួរនាំចូលក្នុងខ្លួននិងត្រូវចេះរៀនគ្រប់គ្រងផ្លូវចិត្តខ្លួនឯងឲ្យបានដោយសេចក្តីស្ងប់ដ៏បរិសុទ្ធដែលមានលក្ខណៈហាក់បីដូចជាប្រងើយនិងសភាពចិត្តដែលច្របូកច្របល់គ្រប់យ៉ាងដើម្បីសន្តិភាពផ្លូវចិត្ត